មនុស្សយើងម្នាក់អាចដឹងថ្ងៃកើតតែមិនអាចដឹងថ្ងៃស្លាប់អាចជួបមនុស្សដែលខ្លួនស្រឡាញ់តែមិនអាចដឹងថាស្រឡាញ់គ្នាបានរហូតឬយ៉ាងណាអ្វីដូចជាសុបិនថ្ងៃយប់រំលងទៅយ៉ាងលឿនមិនគួរឲ្យជឿថ្ងៃនេះយើងទើបតែបានជួបមុខគ្នាសោះ10ឆ្នាំក្រោយទើបជួបគ្នាម្ដងទៀតក៏ថាបានឬលែងជួបរហូតក៏យើងមិនបានដឹងបើយើងគិតឲ្យជ្រៅបន្តិចជីវិតនេះផុយណាស់ងាយបាត់បង់ណាស់នេះទៅពេលវេលានៅមានជីវិតគេឲ្យយើងចេះសប្បាយចេះរីករាយនឹងអ្វីដែលខ្លួនមានចេះស្មោះត្រង់នឹងក្តីស្រឡាញ់ផ្ដល់មនោសញ្ចេតនាពិតប្រាកដដល់គ្នាជាជាងក្បត់បោកប្រាស់គ្នាធ្វើបាបម្នាក់ទៀតឲ្យមានតែការឈឺចាប់កុំឲ្យមានពាក្យថាស្ដាយក្រោយដែលមិនបានធ្វើល្អជាមួយមនុស្សដែលខ្លួនស្រឡាញ់សូមប្រើពេលវេលារបស់អ្នកឲ្យបានល្អជាទីបំផុតចាប់ដើមធ្វើពូស្រោមវិញដល់ហោចន្ទលើហើយ